បើក្បាលមកគឺថាចូលកន្លែង pick hero តែម្ដងបាទហើយយើងមើលខាង enemy ban សិនទៅថាគេ ban hero អីខ្លះហើយចាំយើងយក hero នេះតាមក្រោយតែធម្មតាខ្ញុំ ban វ៉ាន់អ្នកនរគ្នាដោយសារតែវ៉ាន់ហ្នឹងវាងាយពេកអ្នកចេះលេងខ្ញុំលេងវាយអត់ចូលគ្នាខ្ញុំខ្លាចតែវ៉ាន់នេះហើយដោយសារតែវីដេអូនេះគឺជាវីដេអូទី1ដែលខ្ញុំ voice over នៅលើ YouTube អញ្ចឹងអ្នកនរគ្នាជួយ support ខ្ញុំផងនៅពេលដែលបានគ្រប់ចំនួន50 subscribe អីខ្ញុំអាចនឹង stream និយាយគ្នាមួយគ្នាយើងនិយាយគ្នាលេងឬមួយក៏លេង game អីចឹងគ្នាយើងអញ្ចឹងជួយគ្រប់គ្រងខ្ញុំផងហើយយើងមកធ្វើការមើល game យើងបន្តទៀតទៅហើយខាងគ្នាខ្ញុំគេ ban Franco Haya ហើយ Ate ហើយ Julian ហើយចាំមើលថាគេយក hero អីគ្នាយើងដោយសារតែគេយក hero យូរពេកហ្នឹងខ្ញុំខ្ជិលធ្វើការចាំមែនតើបាទគឺថាខ្ញុំចង់ឲ្យតែគេយកលឿនទេហើយខាងគ្នាខ្ញុំគាត់បានយកក្រកហើយដល់ពេលគ្នាយើងគាត់សូក្រកមុនអញ្ចឹងគេចាប់ផ្ដើមរ hero ដែលថាបិទក្រកហើយបាទហើយគឺគេយក Fanny ហើយនឹងសុនប៉ុន្តែ Fanny គេមើលទៅដូចអត់សូវចេះលេងអញ្ចឹងខ្ញុំយកបាដាំងមកទៅណាមួយយើងអាចបិទ Fanny បានដែរបើយើងចេះលេងអញ្ចឹងយើងអាចបិទ Fanny កើតទៅគ្នាយើងហើយខ្ញុំរកមើល hero ចាស់ឡើងគឺថាអត់មាន hero ណាស្រួលចូលមួយ Fanny ខ្ញុំក៏យកបាដាំងមកទៅណាមួយវាស្រួលវាយសុនផងគ្នាយើងហើយដល់ពេលខាងគេយក គឺមីយ៉ាគ្នាយើងហើយចាំមើលថាគេយកអីបន្តទៀតហើយខ្ញុំយកបាដាំងខ្ញុំរកមើលitem ណាដែលវាស្រួលវាយជាមួយនឹងសុនហើយនឹង Fanny គ្នាយើងនិយាយទៅថាមកឲ្យវាយគេចូលគេមក team ហ្មងវាអត់មានចន្លោះណាគេមួយហើយខ្ញុំឃើញគេ pick ឆាងមកខ្ញុំគិតថាខ្ញុំប្រហែលជាអាចនឹងបាក់ចូលឆាងឬមួយក៏មីយ៉ាដោយសារតា hero 2ហ្នឹងវាធ្វើការបាញ់ឆ្ងាយហើយខ្ញុំទៅដល់ចិត្តគេហើយខ្ញុំអូសគេទី2បានបិទអញ្ចាំងគេកើតអញ្ចឹងខ្ញុំរៀងភ័យតិចអីហើយខាងគ្នាខ្ញុំគាត់យក Cloud ហើយ ESP គឺច្រឡំ ESP ជាស្អីគ្នាយើងយក Make គឺស៊ីឡុងហើយគឺថាខាងយើងគឺអត់មាន Make ទេបាទយក Make យកស៊ីឡុងធ្វើ Make Hero Fighter អញ្ចឹងវាអាចនឹងបាក់ចូលគេតិចអីគ្នាយើងហើយចាំមើលខាងគេថាlast pick ហ្នឹងគេយកអីគេគឺថាខ្ញុំចាំយូរមែនតើបាទដោយសារតាគេអត់ដឹងថាយកអីអញ្ចឹងគេទុកឲ្យវា auto pick តែងគេគឺយក Johnson ហើយខ្ញុំមើលទៅតារ៉ាស់ហើយអត់សូវមានសង្ឃឹមឈ្នះគេគ្នាយើងបើ game ហ្នឹងអាចនឹងវាយ 2-5 ឬមួយក៏ 3-5 អីចឹងគ្នាយើងមិនថា1-5 អីគឺថាអាចនឹង 2-5 ឬក៏ 3-5 ប៉ុន្តែ game ហ្នឹងជាក់ស្ដែងចាំមើលនៅចុង game គឺហួសចិត្តមែនតើគ្នាយើងហើយឥឡូវនេះគឺថាយើង loading ចូល game យើងទៅដោយសារតែវារៀងយូរដែរចឹងខ្ញុំធ្វើការកាត់កន្លែងហ្នឹងចេញតិចទៅឥឡូវយើង loading ចូលដល់ game របស់យើងហើយខ្ញុំធ្វើការដើរទៅ lane របស់យើងទៅគឺថាធម្មតាយើងដើរទៅ lane របស់យើងហើយយើងដើរទៅ lane គេមិនកើតតែអត់គ្នាហើយយើងដើរហើយយើងមើល item តិចតួចទៅហើយយើង up skill ទី2មុនជាធម្មតាខ្ញុំលេងបាដាំងខ្ញុំតែងតែ up skill ទី2មុនដោយសារវាស្រួលវាយគេដោយសារតែពេលយើងបិទអញ្ចាំងskill ទី2ហ្នឹងយើងបិទអញ្ចាំងគេហ្នឹងវារៀងឈឺដែរគ្នាវារៀងឈឺជាង skill ទី1ណាមួយពេលយើង up skill ទី2មុនអញ្ចឹងយើងស្រួលវាយគេយើងនុកយើងរបៀបហាមយើងដាក់យើងអាច stand គេ plate បានហើយដល់ពេលយើងបាន level 2យើង up skill ទី1យើងអាចវាយគេបានណាព្រោះជាធម្មតាខ្ញុំលេងប៉ះសុនខ្ញុំតែងតែ up skill ទី2អញ្ចឹងហើយខ្ញុំអត់សូវចេះ voice មែនទេគ្នាតគ្នាយើងជួយ support ដល់ពេលយូរទៅខ្ញុំអាចនឹងធ្វើវីដេអូរៀងល្អជាងមុនអញ្ចឹងគ្នាគឺថាមនុស្សយើង up មកកម្រិតទៅរហូតចឹងឯងគ្នាយើងហើយគឺថាខ្ញុំតេស្តសុនតិចទៅយើងបាន skill ទី2អញ្ចឹងយើងស្រួលយើងវាយគេ up អញ្ចឹងទៅយើងវាយគេ up អញ្ចឹងទៅយើងអាចវាយគេពីបេដៃហើយយើងរត់ចេញហើយតមកយើងបុក skill ទី2គេបានរហូតគឺថាទោះបីគេមក2នាក់ក៏ដោយក៏យើងនៅតែវាយគេរៀងស្រួលដែរតែគ្រាន់ថាកន្លែងនេះខ្ញុំរៀង low ឈាមអញ្ចឹងទៅក៏ងាប់អញ្ចឹងទៅងាប់មកច្រើនសុនតែងគេហើយខ្ញុំរៀងខឹងដែរគ្នាយើងហើយបើកន្លែងទៅមើល map គឺថាខាងគ្នាយើងហ្នឹងគាត់ទៅ cover គេហើយបន្ទាប់ពីយើងរស់វិញយើងធ្វើការនេះទៅយើងទៅ lane របស់យើងបន្តទៀតទៅដើម្បីកុំឲ្យគេបិទយើងបានពេកគ្នាយើងជាធម្មតាយើងលេង ESP យើងត្រូវតែ
និយាយថាយើងកុំឲ្យគេបិទយើងបានខ្លាំងហ្មងគ្នាយើងហើយយើងធ្វើម៉េចឲ្យលុយប្រហាក់ប្រហែលគ្នាឬក៏ក្រោមគេបន្តិចក៏បានដែរក៏យើងនៅមានសង្ឃឹមបាយគេចេញដែរហើយជាស្រ័យគ្នាយើងដោយសារតែខ្ញុំអត់បានបិទ mood Telegram អីអញ្ចឹងវាអាចនឹង load មកតិចតួចអញ្ចឹងទៅហើយសុននេះគេចង់មកហក់វាយខ្ញុំដាក់ skill ទី2ហើយខ្ញុំមាន skill ទី3ខ្ញុំដាក់ល្មមហើយរៀងលោឈាមគេក៏ធ្វើការរត់ទៅហើយខ្ញុំក៏គិតថាខ្ញុំវាយគេងាប់ប៉ុន្តែវាយគេងាប់គេនៅមាន skill ទី1ទី2អញ្ចឹងគ្នាយ៉ាងហើយកន្លែងនេះអាលូកាហក់ចូលទៅកាប់ឆៅ2-1ហើយនៅតែងាប់ទៀតហើយអធិស្ឋានផងគ្នាយើងអ្នកចិត្តខាងខ្ញុំរៀងញញ៉ាយតិចហើយកន្លែងនេះខ្ញុំគិតថាវាយគេងាប់តែពេលគេរត់លួចអញ្ចឹងខ្ញុំរៀងស្ដាយដែរគ្នាយ៉ាងហើយយើងក៏ធ្វើការមកកាក់មីនីនឹងគេតិចទៅដើម្បីយកលុយអញ្ចឹងហើយណាមួយចង់កាក់វាយសុនផងកន្លែងនេះ Fanny គេចង់មករកជួយអញ្ចឹងទៅដល់ពេលហើយគេក៏រត់ចេញទៅវិញទៅអាលូកាខ្ញុំនឹងគាត់កៅស្អីតែគ្នាអញ្ចឹងគាត់ចូលទៅវាយប៉មគេហូនងាប់ខ្លួនឯងអាចចូលបាយហើយកន្លែងនេះយើងក៏សេរីរកទិញ item ហើយ attack speed អីអញ្ចឹងគ្នាយើងដោយសារតែយើងត្រូវការវាយលឿនយើងត្រូវការបិទអញ្ចឹងគេហើយឆោវាយគេក្នុងអញ្ចឹងរបស់យើងហ្មងហើយកន្លែងនេះយើងធ្វើការដក1 2សិនទៅតែគេក៏ធ្វើការមកខ្ញុំវាយ skill ទី1ចេញហើយខ្ញុំដក1ដក2សិនទៅកន្លែងនេះខ្ញុំឃើញសុនមកខ្ញុំក៏គិតថាខ្ញុំវាយសុនហ្មងទៅដោយសារតែសុននឹងគឺវាយអត់ឈ្នះខ្ញុំទេតែបើខ្ញុំមាន skill ទី3សុននឹងរត់អត់រួចទេតែដោយសារកន្លែងនេះយើងស្ទើររមែកតិចចឹងយើងធ្វើការដកសិនទៅហើយបន្ទាប់មកពេលនេះគេរត់មកជួយពេលនេះគេហោះមកជួយអញ្ចឹងទៅខ្ញុំក៏ធ្វើការដកមកតិចសិនទៅហើយជន់សុនគេចង់ជិះមកបុកខ្ញុំតែគេឃើញគ្នាខ្ញុំនៅហ្នឹងគេបុកគ្នាខ្ញុំវិញទៅបន្ទាប់មកខ្ញុំក៏ធ្វើការចូលទៅជួយខ្ញុំវាយ skill ទី1 skill ទី2ទៅខ្ញុំបិទអញ្ចឹងវាយបានកន្លែងនេះគឺថាខ្ញុំវាយចន់សុនគេអត់ងាប់ទេគ្នាយ៉ាងដោយសារតែចន់សុនគេឲ្យរៀងរត់លឿនអីចឹងហើយកន្លែងនេះ Fanny ក៏ធ្វើការវាយខ្ញុំងាប់ហើយកន្លែងហ្នឹងខ្ញុំគិតថាខ្ញុំវាយអត់ចេញទេតែដល់ពេលហើយខ្ញុំគិតថាអូខ្ញុំហៅ farm រលុយសិនដើម្បីខ្ញុំហ្នឹងវាយចេញខ្លះអញ្ចឹងគ្នាយ៉ាងហើយឥឡូវនេះយើងចាំដល់យើងកើតវិញសិនទៅចាំយើងទៅកន្លែង land យើងបន្តទៀតដោយសារតែបើយើងមិនកើតយើងទៅវាយមិនកើតខ្ញុំនិយាយរឿងបបតិគ្នាយើងជាស្រ័យផងហើយកន្លែងនេះយើងទៅ land របស់យើងវិញទៅហើយខ្ញុំគិតថាសុនហ្នឹងគឺគាត់វាយគាត់នៅអត់តន់វាយឈ្នះខ្ញុំឡើយគ្នាដោយសារតែគាត់នៅរៀងស្ទើរលុយស្ទើរដើម្បីដែរអញ្ចឹងហើយកន្លែងនេះខ្ញុំក៏ធ្វើការតេស្តសុនតិចទៅខ្ញុំវាយពីបេដៃហើយខ្ញុំបុក skill ទី2ហ្មងកន្លែងនេះចាំមើលខ្ញុំបុក skill ទី2ហើយខ្ញុំវាយ skill ទី1ហើយខ្ញុំដាក់ skill ទី3បណ្ដោយហើយកន្លែងនេះសុនគេគិតថាគេវាយខ្ញុំបានដល់ពេលកន្លែងនេះគ្នាខ្ញុំមកជួយអាលូកាតហ្នឹងគាត់ក៏វាយសុនងាប់ទៅកន្លែងហ្នឹងត្រូវបានខ្ញុំគ្នាខ្ញុំស៊ីពេកខ្ញុំតាមពិតគេវាយសមត្ថភាពគេទេគ្នាយ៉ាងខ្ញុំនិយាយលេងទៅហើយកន្លែងនេះខ្ញុំវាយឆាំងអប់តែគឺថាខ្ញុំបុក skill ទី2អត់ត្រូវខ្ញុំមកធ្វើការជួយដើកវិញទៅហើយកន្លែងនេះឆាំងហើយនឹងតែងគេហ្នឹងគឺថារត់មកនេះហ្មងគ្នាមកចង់យកដើកមកតែដើកហ្នឹងបានមកខ្ញុំហើយខ្ញុំក៏ធ្វើការវាយឆាំងងាប់ទៅបន្ទាប់មកខ្ញុំដេញតែងគេមួយទៀតទៅដោយសារតាតែងគេហ្នឹងរៀងឆ្លើយដែរខ្ញុំរៀងគុំដែរអញ្ចឹងដោយសារតាលីហ្នឹងមកកោខ្ញុំរហូតឯងតែងមកតា ESP ហើយ Golan អត់ផងទៅហើយនេះសុនរត់មកខ្ញុំគិតថាខ្ញុំវាយតែម្ដងទៅបាទគឺថាដើម្បីខ្ញុំវារៀងឈឺដែរបន្ទាប់មកខ្ញុំវាយសុនងាប់ពេលវាយសុនងាប់ខ្ញុំថាហត់ទៅវាយតែគេតែងគេមកកាំងអញ្ចឹងតែពេលខ្ញុំស្មានតែគេជីឡាមកបុកខ្ញុំគេជីឡារត់ទៅផ្ទះកន្លែងនេះខ្ញុំកាំងខ្លាំងមែនតើគ្នាយ៉ាងហើយកន្លែងនេះខ្ញុំធ្វើការវាយផ្ទះ1-2-1-2ដាច់ទៅហើយខ្ញុំក៏ធ្វើការមកវាយសត្វបែបអីជាធម្មតាអញ្ចឹងទៅបន្ទាប់មកយើងអត់សាមើល map ដែរអញ្ចឹងគ្នាដោយសារតាខ្ញុំខ្លាចគេវាយគ្នាអញ្ចឹងខ្ញុំអត់បានចូល team fight អញ្ចឹងទៅហើយខ្ញុំក៏មកធ្វើការ clear minion អីតិចតួចសិនទៅដើម្បីកុំឲ្យ minion គេបុកមកយើង minion គេវាធំជាង minion យើងគ្នាយើងតា minion ហ្នឹងដូចគ្នាអញ្ចឹងបើយើងឲ្យគេបុកមកខាងយើងច្រើនពេក minion របស់គេហ្នឹងវារៀងឈឺជាងខាង minion យើងហើយយូរទៅ minion គេនឹងធំអញ្ចឹងយើងត្រូវការ clear minion ជាចាំបាច់តែម្ដងគ្នាហើយកន្លែងនេះខ្ញុំហៅសេរីវាយគេអញ្ចឹងទៅខ្ញុំក៏ហៅឡុកមីយ៉ាអញ្ចឹងទៅគ្នាយើងហើយបន្ទាប់មកខ្ញុំដើរកវេកវាយចលឡើងគឺថាឃើញគ្នាយើងខ្ញុំចូលវាយមីយ៉ាតែម្ដងកន្លែងនេះដាក់ skill ទី3បាន kill មកខ្ញុំហើយខ្ញុំក៏ធ្វើការរត់ទៅវាយគេតិចទៅហើយដល់ពេលហើយដោយសារតែខ្ញុំឃើញ Johnson ហ្នឹងគេបុកមករៀង slow ពេកខ្ញុំក៏ថាហោចូលទៅវាយគេមិនតែគេថាវា slow skill ទី3គេហ្នឹងគេ recall ដាក់ខ្ញុំឆ្ងាញ់គ្នាយ៉ាងហើយកន្លែងហ្នឹងខ្ញុំរៀងគុំដែរខ្ញុំក៏
ដកមកលើសិនទៅដើម្បីទៅហៅមើលសុនវាយអញ្ចឹងណាដោយសារតែសុនហ្នឹងគឺចាញ់ខ្ញុំហើយតែខ្ញុំវាយងាប់ម្ដងគឺថាវាយលេងឈ្នះខ្ញុំឯគ្នាយ៉ាងគឺខ្ញុំអាចវាយសុនចេញតែម្ដងគ្នាយ៉ាងគឺថាសុនហ្នឹងអត់មានគីឡូមួយខ្ញុំទេអញ្ចឹងខ្ញុំក៏ធ្វើការ clean minion ដើម្បីប្រឆាតឲ្យគាត់ចេញមកសិនទៅហើយបន្ទាប់មកខ្ញុំក៏ធ្វើការទុក minion ចោលកុំឲ្យយើង clear ដាច់អញ្ចឹងទៅគាត់មានឱកាសវាយ minion យើងងាប់ហើយកន្លែងហ្នឹងសាំហ្មងcloud គាត់មក clean minion អស់អីណាកុំអីខ្ញុំត្រូវប្រឆាតឲ្យគេចេញមកដើម្បីវាយកាតបាទហើយដល់ពេលកន្លែងហ្នឹងខ្ញុំមកធ្វើការវាយសัตว์អីសិនទៅដើម្បីយើងរលុយខ្លះអញ្ចឹងគ្នាយើងបើយើងនៅតែចាំវាយគេយើងអត់មានលុយចូលខ្លួនអញ្ចឹងយើងអាចនឹងចាញ់គេហើយកន្លែងនេះដែរដោយសារតែខ្ញុំឃើញតែងគេមួយ make គេឆ្លើយពេញខ្ញុំក៏ធ្វើការបុក skill ទី2វាយក្នុង trade ហ្នឹងតែម្ដងគ្នាយើងគឺថាខ្ញុំបាន double kill ហើយកន្លែងហ្នឹង kill ខ្ញុំដូចជារៀងក្រែដែរអញ្ចឹងខ្ញុំអាចនឹងឲ្យធំជាងគេហើយក៏ប៉ុន្តែខ្ញុំធំជាងគេមែនតែខ្ញុំអត់ធំជាងគ្នាខ្ញុំហ្នឹងគឺអត់ធំជាងគេគ្នាយើងធំតែខ្ញុំឯងហើយកន្លែងនេះមីយ៉ាគឺថាហៅបាញ់ខ្ញុំគឺថាបាញ់អត់សូវជឿដែរអញ្ចឹងខ្ញុំធ្វើការដកមកសិនមកបន្ទាប់មកខ្ញុំធ្វើការចាំលុកមីយ៉ាចាំវាយមីយ៉ាវិញអញ្ចឹងហើយដល់ពេលមីយ៉ាដើរទៅខ្ញុំវាយ skill ទី2បុក skill ទី1ខ្ញុំវាយងល់តែម្ដងគឺថាបាដាំងគឺលេងស្រួលមែនតើគ្នាយើងគឺថាបាដាំងដើម្បីឈឺណាបើអ្នកចេះលេងគឺឈឺខ្លាំងហ្មងគ្នាខ្ញុំធ្លាប់ឃើញ creator យើងក្នុង TikTok មួយដែរដែលគាត់លេងតែបាដាំងសតគ្នាយើងគាត់លេងសាហាវមែនតើក៏ប៉ុន្តែក្រោយនេះខ្ញុំឃើញគេមកហៅវាយខ្ញុំអញ្ចឹងទៅខ្ញុំហៅវាយគេរត់បាត់អញ្ចឹងទៅខ្ញុំក៏ធ្វើការ clean minion ជាធម្មតាហើយក្រោយនេះខ្ញុំហៅផ្ដាច់ប៉មគេមួយគ្នាប៉ុន្តែដោយសារតែខ្ញុំឃើញ map គេនៅកណ្ដាលខ្ញុំក៏ធ្វើការដកទៅកណ្ដាលសិនទៅដើម្បីជួយគ្នាយើងអញ្ចឹងកុំឲ្យដាច់ផ្ទះហើយខ្ញុំទៅអត់តាន់គ្នាខ្ញុំធ្វើការបុក flick កន្លែងនេះគឺថាខ្ញុំវាយ all តែម្ដងហើយខ្ញុំថែហៅវាយតែងគេទៀតតែតែងគេហ្នឹងវារត់លឿនពេកអញ្ចឹងខ្ញុំគុំតបានស៊ីឡុងឆ្កោះមកវិញគ្នាយើងកុំឲ្យខ្ញុំវាយតែងគេអត់ងាប់ទេហើយកន្លែងនេះយើងវាយសัตว์អីជាធម្មតាទៅយើងធ្វើការពូនចាំវាយ Fanny គ្នាយើងរសារតែ Fanny ហ្នឹងបើយើងទុកបន្តិចទៀតគឺឲ្យ Fanny ហ្នឹងសាហាវមែនតើទោះបីអ្នកអត់សូវចេះលេងតែយើងទុកឲ្យ Fanny ហ្នឹង farm បានលុយរៀងច្រើនក្រែឲ្យ Fanny ហ្នឹងអត់សូវងាប់អាហ្នឹងសាហាវមែនតើគ្នាតែយើងរៀង lock Fanny តិចហើយកន្លែងនេះយើងមកធ្វើការវាយសុនបានមួយទៀតទៅបាដាំងពាក់ Sky Piercer គឺពិតជាខ្លាំងមែនតើគ្នាយើងឲ្យដើម្បីយើងកប់អញ្ចេះទៀតយើងវាយគេពីរដៃងាប់ហើយកន្លែងនេះខ្ញុំធ្វើការវាយផ្ដាច់ trade មួយទៅប៉ុន្តែគ្នាគេហ្នឹងមកលុកខ្ញុំក៏ធ្វើការវាយមីយ៉ាតែម្ដងទៅដើម្បីកុំឲ្យមានដាមេច្រើនដល់ពេល Fanny ហោះមកឃើញឲ្យគ្នាតែ Fanny វា farm រៀងបានច្រើនអញ្ចឹងដឹងតែ Fanny ហ្នឹងរៀងខ្លាំងដែរហើយកន្លែងនេះគឺថាយើងវាយគេងាប់ all វិញអញ្ចឹងទៅងាប់5វិញអញ្ចឹងណាហើយកន្លែងហ្នឹងត្រូវ web អធិស្ឋានគ្នាយើងច្រឡំ web ធ្វើបាច់ឲ្យអញ្ចឹងគ្នាដល់ពេលហើយគេកាត់មកវិញមួយអញ្ចឹងទៅអធិស្ឋានគ្នាយើងដោយសារតអ្នកចិត្តខាងខ្ញុំហ្នឹងជំទាវរាល់ថ្ងៃពេកគ្នាយើងហើយជំទាវរាល់ថ្ងៃមកអញ្ចឹងខ្ញុំបាក់ក្នុងការបញ្ចូលសលេងដោយសារថ្ងៃហ្នឹងបងខ្ញុំនៅផ្ទះអញ្ចឹងទៅខ្ញុំឲ្យអត់មានកន្លែងស្ងាត់ដើម្បីបញ្ចូលសលេងទេហើយជាធម្មតាខ្ញុំធ្វើវីដេអូនៅក្នុង TikTok អីអញ្ចឹងណាហើយកន្លែងនេះដោយសារតែយើងឃើញ map គេនៅកណ្ដាលអញ្ចឹងទៅយើងក៏ធ្វើការដើររកតវាយគេហ្នឹងដល់ពេលយើងឃើញគេបែកវងហើយយើងឃើញ map សុននៅលើអញ្ចឹងទៅយើងក៏ថាខ្ញុំគិតថាខ្ញុំចង់តវាយសុនអីអញ្ចឹងទៅតែដោយសារតែយើងឃើញ map គេនៅក្រោមរៀងច្រើនដែរអញ្ចឹងយើងក៏ដកទៅក្រោមតិចទៅហើយយើងឲ្យសញ្ញាគ្នាយើងផងកុំភ្លេចឲ្យសញ្ញាដើម្បីឲ្យគ្នាយើងដឹងថាមានសុននៅលើដល់លើផ្ទះលួចអីណាតែយើងកន្លែងនេះគឺថាក្រកខ្ញុំធ្វើបានល្អមែនតើបិទអញ្ចឹងហើយបុកយកបរហើយហើយដល់ពេលហើយគ្នាយើងក៏វាយគេងាប់អអញ្ចឹងទៅហើយកន្លែងនេះខ្ញុំឆ្ងល់ឆាងអារះអាទីអត់ត្រូវចេញបានហ្នឹងអត់ត្រូវងាប់របស់ខ្ញុំទេហើយរះចេញឯងរត់ចូល skill ultimate របស់ខ្ញុំវិញខ្ញុំគៀងខ្លាំងមែនតើហើយកន្លែងនេះខ្ញុំឃើញសុនលួចតែអញ្ចឹងទៅខ្ញុំក៏ដកទៅលើវិញទៅហើយខ្ញុំ clean minion តិចតួចអញ្ចឹងទៅហើយយើងដកទៅលើឲ្យលឿនទៅដើម្បីកុំឲ្យសុនលួចតែបានច្រើនពេកសុនវាសុនដូចជាធម្មតាគេលេងគ្នាយ៉ាងគេលួចតែផ្ទះហើយគេឆ្លៀត farm សัตว์អញ្ចឹងទៅនៅ late game សុននឹងអាចនឹងធំដែរគ្នាយ៉ាងគឺថាសុននឹងវារៀងមានលុយដែរបើយើងអត់បិទជាប់ទេគឺគេនឹងវាយយើងអល់ឲ្យគ្នាយ៉ាងហើយកន្លែងនេះខ្ញុំគាត់ថាclear minion តិចទៅហើយយើងចោះទៅខំដើម្បីជួយវាយគ្នាយ៉ាងវិញហើយ game ហ្នឹងខ្ញុំធំជាងគេហ្មងគ្នាដោយសារតែខ្ញុំវាយចេញជាងគេអញ្ចឹងណាហើយទោះបីជាខ្ញុំងាប់លីហើយរៀង
ខ្ញុំងាប់ early 2មែនប៉ុន្តែខ្ញុំរៀងសេះដែរអញ្ចឹងទៅខ្ញុំអាចវាយគេចេញហើយកន្លែងនេះខ្ញុំវាយ0ហ្មងទៅដោយសារតែ0ហ្នឹងឆ្លើយពេកហើយដោយសារតែ0ហ្នឹងបោះ skill ទី2មកខ្ញុំវាយ skill ទី2បិទអញ្ចាំង0ខុសអញ្ចឹងទៅខ្ញុំក៏ធ្វើការវាយ minion clear ពី3សិនទៅហើយយើងរងចាំតែ skill ទី2យើងមានដើម្បីយើងទៅវាយ0ទៅតែហើយកន្លែងនេះ0រត់មកទៅខ្ញុំក៏ធ្វើការវាយ0ហើយខ្ញុំស្មានតែនឹងជាស្មោខ្ញុំដកមកហ្មងទៅកុំអីកន្លែងហ្នឹងត្រូវងាប់របស់ខ្ញុំមកបាទ0ហ្នឹងហើយកន្លែងនេះខ្ញុំឃើញគេនៅកណ្ដាលឆានទៅខ្ញុំរត់ចូលទៅវាយឆាំងទៅហើយខ្ញុំកន្លែងនេះខ្ញុំដាក់អានទីខដោយសារខ្ញុំគិតច្រឡំថាខ្ញុំហ្នឹងបិទ skill ទី2គេចូលប់ហើយកន្លែងនេះយើងត្រូវការបុកផ្ទះទៅយើងបុកយកតរ៉េតកតាគេហ្នឹងទៅហើយស៊ីឡុងរត់ចូលទៅចាក់ឆៅតែម្ដងមកដោយសារតែកន្លែងហ្នឹងខ្ញុំរៀងឌឺពេកអញ្ចឹងខ្ញុំក៏ធ្វើការងាប់ទៅដោយសារតែយើងនឹងរៀងឆៅដែរអញ្ចឹងគ្នារត់ទៅចូលវាយគេក្នុងផ្ទះហើយណាហើយទៅក៏បានទៀតចុងក្រោយ7ប្រាហើយកន្លែងនេះយើងចាំតែយើងរងចាំតែយើងកើតវិញដើម្បីយើងទៅវាយគេទៀតហើយកន្លែងនេះមីយ៉ាគេរៀងធំហ្នឹងគ្នាខ្ញុំផ្លិចគិតតែឆឹងរឿងបិទមីយ៉ាដោយសារតែខ្ញុំគិតថាខ្ញុំវាយមីយ៉ាបានអីដែរអញ្ចឹងទៅខ្ញុំអត់សូវចាប់អារម្មណ៍មួយមីយ៉ាទេទៅពេលមីយ៉ាគេយូរទៅកាន់តែឈឺទៅហ្មងគ្នាយើងហើយកន្លែងនេះគឺថាយើងនៅវាយគេបានទេប៉ុន្តែអ្នកនរគ្នាចាំមើល late game មីយ៉ាវាយ all តែម្ដងបាទដោយសារតែមីយ៉ាហ្នឹងគេរៀងមានលុយដែរអីដែរអញ្ចឹងហើយណាមួយ item គេវាឈឺទៀតហើយកន្លែងនេះខ្ញុំឡៃមើលម៉ាក់ខ្ញុំប៊ីសដើររត់បងជាងហើយកន្លែងនេះខ្ញុំគិតថាអូគេនៅជុំគ្នាខ្ញុំបុក flick ទៅហ្មងហើយកន្លែងនេះខ្ញុំបុក flick ទៅគឺថាខ្ញុំចុច flick ខុសកន្លែងហ្នឹងខ្ញុំអត់ដឹងមិនទេឲ្យតែពេលខ្ញុំត្រូវបុក flick ខ្ញុំវារៀងឆ្កងរហូតហើយកន្លែងនេះគឺថាវាយគេងាប់ហ្មងទៅងាប់2នាក់ងាប់ចន់01ហើយច្រឡំងាប់2នាក់អធិស្ឋានគ្នាយើងគឺថាវាយ0គេងាប់ឯគ្នាយើងដោយសារតែ0គេរត់បានអញ្ចឹងណាសោះឈាមតិចគឺកន្លែងនេះ0គេដឹងកាត់អីមករត់មកវាយខ្ញុំទៀតហើយខ្ញុំដាក់ម្ដាយងាប់ដាក់មកស្គីទី1ងាប់ហើយកន្លែងនេះខ្ញុំគិតថាបិទអញ្ចាំងវាយ fan នេះប៉ុន្តែអា flick ទៅវាយគេហ្នឹងខុសរហូតខ្ញុំឆ្ងល់ហើយគ្នាហើយកន្លែងនេះខ្ញុំពិតជាសោកស្ដាយមែនតើខ្ញុំអត់បានវាយ fan នេះងាប់ដោយសារតែ fan នេះវាគឺថាម្បាក់វាយខ្លាំងមែនតើគ្នាទោះបីអ្នកចេះលេងតិចតួចក៏គេអាចហោះកិច្ចពីយើងបានដែរអញ្ចឹងខ្ញុំវារៀងស្ដាយដែរអញ្ចឹងហើយបើយើងអាចបិទគេចុះវាល្អមែនតើហើយកន្លែងនេះគឺថាមក clear minion clear អីវាយសន្តិចទៅដើម្បីកុំឲ្យ minion ហ្នឹងវាបុកមកវាធំពេកអញ្ចឹងគ្នាហើយខ្ញុំក៏ធ្វើការវាយសន្តិ1212ហើយខ្ញុំមក clear minion សិនទៅបន្ទាប់មកខ្ញុំឃើញ map គេមករកខ្ញុំមកខ្ញុំក៏ធ្វើការហក់ទៅវាយគេដល់ពេលឃើញគេអត់ចូលមកអញ្ចឹងខ្ញុំដកតិចសិនទៅគឺថាខ្ញុំរៀងដកដែរទេគ្នាគឺថាខ្ញុំអត់ហ៊ានចូលបថុយបឋាននៅកន្លែងនេះគឺថាក៏រកបិទជាប់ខ្ញុំដាក់អាទីរះងាប់ទាំងអស់តែម្ដងគ្នាកន្លែងនេះពិតជាលយមែនតើបើយើងយកទៅកាត់វីដេអូ TikTok អីវាងាយអែមដែរអញ្ចឹងគឺយើងហើយចឹងនិយាយថាអាចន់សុនគេហ្នឹងគឺថាឆ្លើយមែនតើណាពេលរត់របស់យើងឯងរត់ចង់រត់រហូតហ្មងហើយខ្ញុំពិបាកដេញតាមវាយមែនតើដោយសារវារត់រៀងលឿននៅគ្នាអូនិយាយចង់តឡាននេះគ្នាអធិស្ឋានផងហើយដោយសារតែចន់សុនហ្នឹងគេអស់ត្រូវរត់អញ្ចឹងខ្ញុំក៏ដាក់ skill ទី2ហើយបិទគេវាយមួយក្រកហ្នឹងងាប់ហ្មងទៅហើយកន្លែងនេះខ្ញុំគិតថាខ្ញុំមក clear map កតាបន្តិចហើយខ្ញុំឃើញថាគេនឹងកើតមកវិញចង់អស់ហើយនៅសល់តែ3នាក់ទៀតទេហើយដល់ពេលហើយខ្ញុំក៏មកធ្វើការវាយ lot ហ្មងទៅដើម្បីកុំឲ្យ game យើងវា fail នៅវាថាកុំឲ្យ game យើងនឹងវា fail នៅអាចង់ game ហ្នឹងគ្នាអាពេលវាច្រើននាទីពេកហើយកន្លែងនេះសូមគេហក់មកទៅតឹងទៅខ្ញុំដាក់ skill ទី1 skill ទី2ខ្ញុំរះអាទីខុសទៀតហើយកន្លែងនេះខ្ញុំវាយគឺអាលូខាគឺថាបានវាយសុនងាប់ទៅហើយ fan នេះយើងគេទៅធ្វើការវាយយើងនៅក្រមកហើយអញ្ចឹង fan នេះគេវាយអត់ងាប់ទេប៉ុន្តែខ្ញុំឃើញ map ចន់សុនជីនៅលើហ្នឹងខ្ញុំក៏គិតថាទៅបិទគេដល់ពេលខ្ញុំជាប់វាយអាសត្វនេះទៅដោយសារខ្ញុំរៀងស្ដាយសត្វដែរអញ្ចឹងខ្ញុំមកបានបិទគេជាប់ឲ្យគ្នាហើយកន្លែងនេះខ្ញុំគិតថារត់មកបុកឡានចន់សុនតែចន់សុនជីទៅផតបាត់ហើយដល់ពេលហាញ់ខ្ញុំក៏ឃើញ map គេវាយជុំគ្នានៅក្រមផងនៅកណ្ដាលផងខ្ញុំនឹងថាទៅណាទេខ្ញុំចង់lock Fanny មុនតែ Fanny ហោះតែបាត់ទៀតហើយបន្ទាប់មកខ្ញុំឃើញមីយ៉ាបុកទៅនៅក្រមខ្ញុំក៏ធ្វើការ lock សម្រាប់ចិត្តថា lock មីយ៉ាមុនទៅថាគេ lock ឲ្យគ្នាកន្លែងហ្នឹងហើយកន្លែងនេះខ្ញុំឃើញមីយ៉ាគេឆ្លើយដល់ពេលខ្ញុំដាក់ skill ទី2វាយ skill ទី1ខ្ញុំវាយម្ដាយទៀតងាប់បណ្ដាដោយសារតែមីខ្ញុំវាកប់ដែរគ្នាហើយណាមួយមីយ៉ាបន្តិចទៀតធំហើយខ្ញុំកន្លែងហ្នឹងខ្ញុំគិតថាអូហ្គេមហ្នឹងខ្ញុំអាចនឹងឈ្នះក៏ប៉ុន្តែភាគរយច្រើនតែគេ comeback វិញអញ្ចឹងគ្នាដោយសារតែយើងលេងវាឃើញថារៀងយូរដែរហើយណាមួយគ្នាយើងវាយអត់ចេញទៀតខ្ញុំមើលទៅលើតារាង
hero ទៅគឺថាគ្នាយើងវាយអត់ចាញ់ទេហើយកន្លែងនេះខ្ញុំវាយឆាំងឲ្យគេងាប់អញ្ចឹងទៅហើយយើងក៏ធ្វើការទៅវាយលើយើងឃើញ Johnson clear lane នៅលើអញ្ចឹងណាហើយមាន Fanny មានអីទៀតខ្ញុំក៏ធ្វើការបុក flick ទៅជាស្អីគ្នាយើងមិនមែនបុក flick បុកអីគឺថាហក់ skill ទី2ទៅបិទ Fanny ជាប់ហ្នឹងប៉ុន្តែវាយអត់ងាប់ Fanny ហោះទៅបាត់ហើយយើង clear lane ឲ្យដាច់ចឹងទៅហើយ minion យើងវារៀងមានដែរហើយកន្លែងនេះ Fanny ហោះមកខ្ញុំបុក skill ទី2វាយ skill ទី1វាយមួយដៃទៀតងាប់បដ ாய் ដោយសារតាមយើងដឹងស្រាប់ហើយថាបាដាំងពេលវាវាយលឿនគឺលឿនខ្លាំងមែនទែនគ្នាយើងដូចអាមិចអញ្ចឹងហើយបាដាំងគឺវាយអត់សំចៃហើយកន្លែងនេះគឺថាមីយ៉ាគេចាប់ផ្ដើមធំឲ្យគ្នាយើងហើយយើងរៀង fair កន្លែងហ្នឹងតិចដែរអញ្ចឹងណាគ្នាយើងហើយយើងគិតថាដល់ពេលយើងវាយយើងរស់មកវិញគឺយើងនឹងបុក flick វាយគេឲ្យដាច់មួយហើយយើងទៅបុកផ្ទះគេយកហ្មងប៉ុន្តែកន្លែងហ្នឹងដល់ពេលដែលមីយ៉ាវាយខ្ញុំងាប់ហើយខ្ញុំគិតថាខ្ញុំបាក់ចាប់ផ្ដើមបាក់ចូលមីយ៉ាហើយកន្លែងនេះគឺថាគ្នាគេបុកមកក៏បិទអញ្ចឹងហើយខ្ញុំគិតថាអូកន្លែងនេះគេនៅដូចរៀងចំដែរខ្ញុំអាចនឹងបុក flick ទៅវាយគេងាប់ហ្មងតែវាខុសពីការគិតរបស់ខ្ញុំដែរអញ្ចឹងគ្នាយើងហើយណាមួយគ្នាយើងវាយអត់ចេញទេគ្នាអាចមើលបានគ្នាយើងវាយអត់ចេញទេវាយចេញដូចជាម្នាក់ទេខ្ញុំភ្លេចមើលដែរជាស្អីគ្នាខ្ញុំហើយកន្លែងនេះយើងឃើញគេនៅជុំគ្នាអញ្ចឹងវារៀងឱកាសល្អដែរហើយខ្ញុំគិតថាបុក flick ទៅម្ដងទៅគ្នាកាលនេះខ្ញុំមើលតាការល្អបុក flick ទៅខ្ញុំរះទៅវាងាប់ទាំងអស់មកហើយខ្ញុំចុចកកមួយទៀតបន្ទាប់មកខ្ញុំវាយសុនគេវាយអីងាប់ចឹងទៅហើយដល់ពេលខ្ញុំអត់តន់ទៅទេអញ្ចឹងខ្ញុំគិតថាខ្ញុំនៅអាចវាយបានទៀតក៏ប៉ុន្តែកាលនេះវា fail ធំកន្លែងហ្នឹងគ្នាយើងមើលពេលដែលខ្ញុំដើរទៅខ្ញុំថាហៅវាយ Fanny ក៏ប៉ុន្តែកន្លែងនេះគ្នាយើងវាយ Fanny ងាប់អីចឹងហើយដល់ពេលយើងថាហៅបុកកន្លែងហ្នឹងប៉ុន្តែយើងរៀងបុក fail កន្លែងហ្នឹងឯងគ្នាយើងដោយសារតែនៅមានឆាំងគេណាមួយ minion គេចេញមកទៀតហើយស៊ីឡុងចូលទៅចាក់គេទៅតឹងទៅតែងប៉ុន្តែចាក់ឆាំងហ្នឹងងាប់ប៉ុន្តែហ្គេមហ្នឹងគឺអត់ឈ្នះឲ្យគ្នាយើងខ្ញុំរត់ចូលទៅវាយ minion គេនៅក្នុងផ្ទះតែម្ដងហើយខ្ញុំគិតថាខ្ញុំហ្នឹងវាយ minion គេដាច់អស់ហើយគិតថា minion មកយើងបុកយកបណ្ដោយប៉ុន្តែវាសយអីកន្លែងនេះក៏រកបិទអញ្ចឹងហើយណាមួយមីយ៉ាគេធំមកគ្នាយើងឃើញអត់រះតែពី3ទៀតចិត្តដាច់ខ្ញុំតែម្ដងហើយខ្ញុំគិតថាខ្ញុំនៅសល់ជីវិត2ខ្ញុំអាចនឹងវាយគេបានទៀតអញ្ចឹងដល់ពេលកន្លែងនេះខ្ញុំ fail ខ្ញុំអត់បានដកមកទេខ្ញុំទៅចូលទៅរកគេទៀតបន្ទាប់មកហើយខ្ញុំអស់ផ្លូវរត់ក៏គេវាយខ្ញុំងាប់អញ្ចឹងទៅហើយវា fair ធំកន្លែងហ្នឹងឯងគឺថាគេវាយគ្នាងាប់អស់ហើយនៅសល់តែហ្នឹងហើយធ្វើអីចឹងបើវាយអត់ចេញណានឹងអត់ចេញតាំងពី early ហើយក៏ដាក់ថាគិតអីកាលនេះខ្ញុំរៀងអស់សំណើចមែនតើគឺយើងក៏ដឹងរៀងហួសចិត្តទៅគ្នាហើយណាមួយកន្លែងហ្នឹងយើង fair អញ្ចឹងទៅក៏គេបុកយើងបានទៅហើយហ្គេមអ្នកនរគ្នាត្រូវចាំថាបើសិនជាហ្គេមវាកាន់តែយូរតែយើង fair តែម្ដងគឺយើងអាចនឹងមានឱកាសចាញ់ឯគ្នាហើយកន្លែងនេះស្មានតែយើងវាយគេងាប់ប៉ុន្តែយើងរះគេអត់ងាប់ផងហើយដើម្បីនៅស្ទើរគ្នាស្ទើរតែបន្តិចទេហើយកន្លែងនេះខ្ញុំគិតថាគ្នាកាត់មកឲ្យគីឡូគាត់អាចតប់ជាប់អញ្ចឹងប៉ុន្តែមីយ៉ាគេធំមែនតើខ្ញុំអាចមើលបានគឺថារះតែពីបិទរឹងងាប់អាលូកាតែម្ដងបាទហើយកន្លែងនេះខ្ញុំគិតថាខ្ញុំបុក flick ទៅអញ្ចឹងដោយសារតែខ្ញុំច្រឡំថាខ្ញុំមាន flick ដល់ពេលហើយខ្ញុំដាក់ skill ទី2ទៅអត់មាន flick ប៉ុន្តែខ្ញុំអាចដកមកវិញបានដោយសារតែ flick ខ្ញុំវាមានមុំហើយកន្លែងនេះគេវាយគ្នាយើងងាប់អញ្ចឹងទៅខ្ញុំចូលទៅតឹងតែងដែរដោយសារតែខ្ញុំគិតថាខ្ញុំដើម្បីហេងឈឺដែរខ្ញុំអាចនឹងវាយគេបានច្រើនញ៉ាំប៉ុន្តែដោយសារតែគេរៀងធំដែរអញ្ចឹងកន្លែងនោះវា fair ធំកន្លែងនោះទៅហើយហ្គេមមួយហ្នឹងក៏វាបានចាញ់ទៅគ្នាចឹងហើយវាចាញ់រហូតមកអត់មានកន្លែងណាឈ្នះមកខ្ញុំសាំខ្លួនឯងមកខំអង្គុយបញ្ចូលសលេងណាមួយថ្ងៃដល់ពេលចង់ក្រោយចាញ់តាមពិតដឹងមុនហ្នឹងហើយយើងអត់តន់បានឡើង honor គ្នាដោយសារភាគច្រើនខ្ញុំលេងតែ classic គ្នាហើយវីដេអូយើងមានតែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាហើយបើមានចំហខុសឆ្គងអីសូមអធិស្ឋានផងបាទបាយ